ការបំភ្លឺរបស់អង្គភាពប្រតិកម្មលះជុំវិញនីតិស្តីការគណៈរដ្ឋមន្ត្រីដែលបានកត់សម្គាល់ឃើញថាប្រមាណថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយប្រៀបធៀបករណីនៃការកោះហៅអាយដាមកឹមសុខាដោយសាលាដំបងរាជធានីភ្នំពេញនិងការកោះហៅអិសរាជជនខ្មែរ6រូបដោយសាលាក្តីខ្មែរក្រហមកាលពីឆ្នាំ2009កន្លងទៅនេះអង្គភាពព័ត៌មាននិងប្រតិកម្មថាមានកាតព្វកិច្ចបំភ្លឺជូនសាធារណមតិជាតិនិងអន្តរជាតិជុំវិញបញ្ហានេះដោយចាត់ទុកថាការប្រៀបធៀបនោះគឺខ្វះការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយទៅលើកិច្ចការដំណើរការរបស់សាលាក្តីខ្មែរក្រហមការផ្សព្វផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់គឺជាការនិយាយពូតកុហកបំភ្លឺមានចរិតនយោបាយពីព្រោះថា1អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលគេស្គាល់ថាជាសាលាក្តីខ្មែរក្រហមគឺជាតុលាការពិសេសមួយដែលមានយុទ្ធការនិងវិធានផ្ទៃក្នុងដាច់ដライពីគេហើយជាគោលការណ៍រាល់ការសម្រេចអ្វីមួយត្រូវផ្អែកទៅលើមតិភាគច្រើនលើសលប់ពលគឺកងសង្ស៊ីរវាងចៅក្រមជាតិនិងអន្តរជាតិជាពិសេសទៅទៀតនោះក្នុងករណីដែលតម្រូវឲ្យមានការគុំខ្លួនឬនាំខ្លួនឬត្រូវទាមទារឲ្យមានការចុះហត្ថលេខាទាំងភាគីជាតិនិងអន្តរជាតិក៏ប៉ុន្តែអិសរាជជនខ្មែរចំនួន6រូបត្រូវបានកោះហៅដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិតែម្នាក់ឯងដោយគ្មានការចូលរួមពីសហចៅក្រមស៊ើបអង្កេតជាតិនោះទេដើម្បីធ្វើជាសាក្សីនៅក្នុងដំណើរការស៊ើបអង្កេតលើសំណុំរឿង002ប្រឆាំងទៅនឹងអតីតមេដឹកនាំខ្មែរក្រហម4រូបនួនជាគៀនសពតអៀងសេរីនិងអៀងធីរិតក្នុងស្ថានភាពសពថ្ងៃនេះករណីនេះវាលែងជាបច្ចុប្បន្នភាពកតេយុទ្ធទៀតហើយ2នៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតសហចៅក្រមស៊ើបអង្កេតបានអនុវត្តឆន្ទានុសិទ្ធិរបស់ខ្លួនដោយមិនបន្តនីតិវិធីតទៅមុខទៀតដើម្បីធានាភាពឆាប់រហ័សនិងជៀសវាងភាពមិនចាំបាច់ដោយសហចៅក្រមយល់ឃើញថាសាក្សីដែលជាជនរងគ្រោះនៃរបបខ្មែរក្រហមមានចំនួនច្រើនហើយពេលវេលានៃការស៊ើបអង្កេតក៏មានកំណត់ផងដែរយោងតាមរបាយការណ៍បូកសរុបរបស់អវតកបានឲ្យដឹងថានៅក្នុងរយៈពេលជាង2ឆ្នាំកន្លងទៅនេះសហចៅក្រមស៊ើបអង្កេតបានស្ដាប់ចម្លើយសាក្សីអ្នកជំនាញនៅក្នុងនិងក្រៅប្រទេសចំនួន800នាក់និងប្រមូលបានឯកសារជាងកន្លះលានទំព័រ3បញ្ហានេះត្រូវបានលើកឡើងជារឿយៗតាមទំព័រកាសែតនានាហើយនេះគ្រាន់តែជាយុទ្ធវិធីរបស់មេធាវីការពារក្តីជនជាប់ចោតមួយចំនួនដែលឆ្លៀតឱកាសកេងចំណេញនយោបាយនៅក្នុងនីតិវិធីច្បាប់ដើម្បីបន្ទាបបន្ថោសាលាក្តីខ្មែរក្រហមក្នុងផលប្រយោជន៍បម្រើឲ្យកូនក្តីរបស់ខ្លួនតែប៉ុណ្ណោះអង្គភាពព័ត៌មាននិងប្រតិកម្មថាយល់ឃើញថានៅក្នុងរឿងតុលាការរាល់នីតិវិធីតុលាការត្រូវតែធ្វើការដោះស្រាយក្នុងក្របខ័ណ្ឌតុលាការដើម្បីជៀសវាងការរំខាននិងការកេងចំណេញនយោបាយពីមជ្ឈដ្ឋានខាងក្រៅដូច្នេះការប្រៀបធៀបរវាងករណីកោះហៅអាយដាមកឹមសុខានិងអិសរាជជនខ្មែរ6រូបគឺជាការបំភ្លឺសុទ្ធសាធដែលបង្កឡើងដោយក្រុមជនមួយចំនួនក្រោមហេតុផលនយោបាយដើម្បីបំភាន់មតិសាធារណជាតិនិងអន្តរជាតិឲ្យមានការយល់ច្រឡំនិងដោយមិនមានយល់ច្បាស់អំពីនីតិវិធីតុលាការដែលសាលាដំបងរាជធានីភ្នំពេញនិងសាលាក្តីខ្មែរក្រហមមានយន្តការនិងមានវិធានផ្ទៃក្នុងដូចគ្នានោះទេ